ប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តស្វាយរៀងចុះពិនិត្យវឌ្ឍនភាពការងារថែទាំនិងបញ្ចប់សុពលភាពផ្លូវក្រាលកៅស៊ូ2ជាន់ DBST ចំនួន1ខ្សែដែលមានប្រវែងសរុប 12,010 ម៉ែត្រនៅស្រុកកំពង់រោតខេត្តស្វាយរៀងលោកឈឹមបូរោះប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តស្វាយរៀងអមដំណើរដោយមន្ត្រីបច្ចេកទេសនៅព្រឹកថ្ងៃទី5ខែឧសភាឆ្នាំ2026នេះបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារថែទាំនិងបញ្ចប់សុពលភាពផ្លូវក្រាលកៅស៊ូ2ជាន់ DBST ចំនួន1ខ្សែដែលមានប្រវែងសរុប 12,010 ម៉ែត្រនិងទទឹង6ម៉ែត្រនៅក្នុងឱកាសនោះដែរលោកប្រធានមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះគុណភាពបច្ចេកទេសដែលធានាបាននូវភាពរឹងមាំនិងសោភ័ណភាពដើម្បីបម្រើដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានយូរអង្វែងជាមួយគ្នានេះដែរបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវបានសម្ដែងនូវក្តីរំភើបសប្បាយរីករាយនិងត្រេកអរជាពន់ពេកចំពោះសមិទ្ធផលផ្លូវកៅស៊ូដ៏ថ្មីស្រឡាងនេះផ្លូវនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនកសិផលឲ្យកាន់តែមានភាពងាយស្រួលនិងរហ័សទាន់ចិត្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានរួមចំណែកលើកកម្ពស់កម្រិតជីវភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងជាងមុនផងដែរសូមបញ្ជាក់ផងដែរថាខ្សែផ្លូវមួយខ្សែនេះគឺជាសមិទ្ធផលស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទចំហៀន3ដែលឆ្លងកាត់ឃុំចំនួន3ក្នុងស្រុកកំពង់រោតរួមមាន1ឃុំព្រះពន្លា2ឃុំព្រៃធំ3ឃុំសំយោងក្នុងឱកាសចុះពិនិត្យនោះលោកប្រធានមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះគុណភាពបច្ចេកទេសដែលធានាបាននូវភាពរឹងមាំនិងសោភ័ណភាពដើម្បីបម្រើដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានយូរអង្វែងរីកាពីមេគង្គញូ